Hello សួស្តីស្វាគមន៍ Welcome Conversational English and ការសន្ទនាភាសាអង់គ្លេសនិង United States Citizenship Questions. We're on lesson 172, lesson 172 ឬ lesson 172 ឬ lesson 172 ទាំងអស់ហ្នឹងមានន័យថាមេរៀនទី172. Today is Wednesday, October 22nd, 2025. ថ្ងៃនេះគឺជាថ្ងៃពុធទី22ខែតុលាឆ្នាំ2025. ហេម្ដងទៀត Wednesday ថ្ងៃពុធ Wednesday Wednesday October October ខែ10ឬក៏ខែតុលា October 22nd 22nd ទី22 22nd 22nd 2025 2025 ឬ 2025 ឬ 2025 2025 នៃដូចគ្នាឆ្នាំ2025អូឥឡូវខ្ញុំសូមកែ template ភ្លេចដូរថ្ងៃមិនមែនថ្ងៃទី15ទេគឺជាថ្ងៃទី22អូខេទៅទៀតយើងThis past Monday. Oh, was this past Monday a holiday? Was this past Monday a holiday? តើថ្ងៃច័ន្ទកន្លងនេះជាថ្ងៃឈប់សម្រាកឬ Yes. Monday, October 13th, 2025 was Indigenous Peoples Day and or Columbus Day. ចាស់ឬក៏បាទថ្ងៃច័ន្ទទី13ខែតុលាឆ្នាំ2025គឺជាទិវាជនជាតិដើមអីដើមភេទដើមភាគតិចអូខេនិងឬទិវាColumbus Columbus ខ្មែរយើងសរសេរចឹងឈ្មោះគាត់គឺ Columbus Christopher Columbus When is Halloween When is Halloween តើថ្ងៃណាជាបុណ្យ Halloween Halloween Okay when ពេលណា is គឺ Halloween Halloween នឹងបុណ្យ Halloween October 31st every year October ខែ10ឬក៏ខែតុលា 31st 31ឬក៏ថ្ងៃទី31 every year every គឺរៀងរាល់ every year មានន័យថាឆ្នាំ year October 31st every year ថ្ងៃទី31ខែតុលាជារៀងរាល់ឆ្នាំហ្នឹងហើយថ្ងៃបុណ្យ Halloween ភាគច្រើនគេអត់ឈប់ធ្វើការទេគឺគេគ្រាន់តែពេលយប់ឡើងគេនាំកូនក្មេងៗទូចៗហ្នឹងទៅស្លៀកពាក់សម្លៀកបំពាក់ជាយក្សជាព្រះនាងជាអ្វីផ្សេងហើយដើរសុំស្ករគ្រាប់អូខេ What is trick or treat What is trick or treat What អ្វី is គឺ trick or treat trick or treat អូខេតើអ្វីទៅជាអឺល្បិចឬការព្យាបាលអូខេព្យាបាលនឹងមានន័យពីរ treat អូខេព្យាបាល treat ព្យាបាល treat មានន័យថាព្យាបាលដោយព្យាបាលជំងឺព្យាបាលអ្វីដែលយើងឈឺមួយនឹងអូខេឬក៏ព្យាបាលរបួសព្យាបាលមួយទៀតគឺtreat មួយទៀតនៃវាគឺរង្វាន់ឬក៏អ្វីផ្អែមដូចជាស្ករគ្រាប់ឬក៏នំ treat ហើយ treat វាមានន័យពីរនៅភាសាអង់គ្លេសមួយគឺជាព្យាបាលដូចយើងព្យាបាលជំងឺឬក៏ព្យាបាលអ្វីដែលខុសឆ្គងនៅក្នុងខ្លួនយើងការឈឺមានរបួសអីហ្នឹង treat មួយទៀតមានន័យថារង្វាន់របស់របរតូចតាចដូចជាស្ករគ្រាប់ឬក៏នំ What is trick or treat ចម្លើយសំណួរដដែល What is trick or treat It is a Halloween practice where kids wear costumes and ask for candy. ម្ដងទៀត It is វាគឺជា It is a Halloween practice where kids wear
costumes and ask for candy candy ហ្នឹងគឺជាស្ករគ្រាប់ ask មានន័យថាសួរ and មានន័យថានឹង costumes គឺយើងស្លៀកពាក់ជាអ្វីផ្សេងដូចជាយក្សឬក៏ព្រះនាងឬក៏ព្រះអង្គឬក៏ឆ្មាឆ្កែតោអញ្ចឹងណា wear មានន័យថាពាក់ kids គឺក្មេងៗ wear មួយទៀតសូដូចគ្នា wear ហើយនិង wear មួយនេះមានន័យថាទីកន្លែង practice មានន័យថាហាត់ឬក៏ការដែលយើងធ្វើជារៀងរាល់ខែរៀងរាល់ឆ្នាំ practice Halloween អាហ្នឹងគឺឈ្មោះបុណ្យថ្ងៃហ្នឹង it is វាគឺឬក៏វាជាអូខេកូនសិស្សនៅថ្នាក់ខ្ញុំពេលចាប់ផ្ដើមថ្នាក់ខ្ញុំឲ្យគាត់និយាយមួយម៉ាត់ឬក៏មួយឃ្លាជាភាសាអង់គ្លេសបងរាគាត់ថា right now I'm in Zoom class with the teacher right now ឥឡូវនេះ I'm in ខ្ញុំនៅក្នុង Zoom class ថ្នាក់ Zoom with the teacher ជាមួយអ្នកគ្រូអូខេឥឡូវហ្នឹងខ្ញុំកំពុងតែរៀននៅក្នុងថ្នាក់ Zoom ជាមួយអ្នកគ្រូ right now I'm in Zoom class with the teacher ហើយនាងហួងរបស់គាត់គឺ what is your plan for tomorrow what is your plan for tomorrow what នឹងអ្វី is មានន័យថាគឺឬក៏ជា your របស់អ្នក plan មានន័យថាផែនការ for មានន័យថាសម្រាប់ tomorrow គឺថ្ងៃស្អែក so បកប្រែទៅ what is your plan for tomorrow តើថ្ងៃស្អែកអ្នកធ្វើអ្វីខ្លះតើថ្ងៃស្អែកអ្នកមានគម្រោងការអ្វីខ្លះ what is your plan for tomorrow ហើយពូសាវីក៏ថា we see each other once a week we see យើងឃើញឬក៏ជួបគ្នា we see each other ហ្នឹងគឺគ្នា once ម្ដង a week មួយអាទិត្យ we see each other once a week បកប្រែទៅគឺពួកយើងជួបគ្នាឬក៏ឃើញគ្នាមួយអាទិត្យមួយដង we see each other once a week មីងចេងក៏ថា can you fill in the form can you fill in the form can you តើអ្នកអាច fill in បំពេញ the form ហ្នឹងគឺกระดาษស្នាមឬក៏กระดาษ A1 ដែលគេចង់ដាក់ឈ្មោះអាស័យដ្ឋានហើយគេសុំសំណុំរឿងយ៉ាងហ្នឹងណា can you fill in the form តើអ្នកអាចបំពេញกระดาษស្នាមបានទេអូខេនាងមកទូចគេថា how many people are in your family how many people are in your family តើនៅក្នុងគ្រួសារអ្នកមានមនុស្សប្រមាណអ្នកក្រុមគ្រួសារអ្នកមានប្រមាណអ្នក how many people are in your family how many ចំនួនប្រមាណ people មនុស្ស are ជាឬក៏គឺ your family គ្រួសាររបស់អ្នក your family your នឹងរបស់អ្នក family គឺគ្រួសារ how many people are in your family Hey, I mean, yesterday I went to my friend's house party. Yesterday I went to my friend's house party. Yesterday ហ្នឹងម្សិលមិញ I went ខ្ញុំបានទៅ to my friend's house. Okay, to my friends ទៅ okay, friend ហ្នឹងគឺពួកម៉ាក់ my គឺរបស់ខ្ញុំ house ផ្ទះ party គឺជប់លៀង so ម្សិលមិញខ្ញុំបានទៅជប់លៀងនៅផ្ទះពួកម៉ាក់ខ្ញុំឬខ្ញុំបានទៅផ្ទះពួកម៉ាក់ខ្ញុំដែលគាត់មានជប់លៀងហ្នឹង Yesterday I went to my friend's house party នាងផណាក៏ថា you exercise sleep enough and drink a lot of water so that you may get good health you អ្នក exercise ហាត់ប្រាណ sleep គេង enough គ្រប់គ្រាន់ sleep enough គេងគ្រប់គ្រាន់ and មានន័យថានឹង drink មានន័យថាភាសាឬក៏ផឹក a lot ជាច្រើន of water នឹងទឹក so that មានន័យថាដើម្បី so that you អ្នក may អាច get បាន good ល្អ health សុខភាពសំណងទៀត you exercise sleep enough and drink a lot of water so that you may get good health អ្នកហាត់ប្រាណគេងគ្រប់គ្រាន់ហើយភាសាទឹកឲ្យបានច្រើនដើម្បីឲ្យមានសុខភាពល្អ
you exercise, sleep enough, and drink a lot of water so that you may get good health. មានស្រីគេថា I like to take care of myself. I like to take care of myself. I like I នឹងខ្ញុំ like ចូលចិត្ត to take care of ថែរក្សា myself ខ្លួនខ្ញុំឬក៏ខ្លួនឯង I like to take care of myself ខ្ញុំចូលចិត្តថែរក្សាខ្លួនឯង I like to take care of myself នៅមីងផ្លាក៏ថា Today I cooked beef soup. Today I cooked beef soup. ថ្ងៃនេះ Today I ខ្ញុំ cooked បានធ្វើម្ហូបបានចម្អិន beef សាច់គោ soup ស្ងោរឬក៏ខ្មែរយើងពាក្យដដែលនឹង soup. Today I cooked beef soup. ថ្ងៃនេះខ្ញុំបានធ្វើស្ងោរសាច់គោឬក៏កាទៀវខ្ញុំអត់ច្បាស់ដែរខ្ញុំភ្លេចហើយក៏ប្រាប់ហើយបាទឬក៏ខ Today I cooked beef soup. ថ្ងៃនេះខ្ញុំបានធ្វើម្ហូបជាខឬក៏ soup សាច់គោខ្ញុំភ្លេចហើយក៏ប្រាប់ហើយបាទខ្ញុំភ្លេចដែរនៅមីងច័ន្ទមនីគឺថា last night I cooked បាញ់ឆាវ last night ពីមិញ I cooked ខ្ញុំបានធ្វើម្ហូបខ្ញុំបានចម្អិនបាញ់ឆាវហ្នឹងយើងដឹងហើយនេះបាញ់ឆាវយើងឲ្យគេចាក់ម្សៅចៀនហើយដាក់សាច់ដាក់ល្បាយខាងក្នុងហ្នឹង last night I cooked បាញ់ឆាវអូខេបាញ់ឆាវបើសិនជាបកប្រែជាអង់គ្លេសវាត្រូវមានពាក្យចំប៉ុន្តែបើយើងថា Vietnamese crepe អាហ្នឹងភាគច្រើនគេយល់ឬក៏ខ្មែរ crepe ឬខ្មែរ pancake អូខេ so crepe ហ្នឹងគឺពេលគេចាក់ម្សៅហើយចៀនហើយវាចេញមកស្ដើងស្តៀងរូបនេះឬក៏ស្តៀងបាញ់ឆាវ crepe pancake វាក្រាស់ជាងធម្មតាវាក្រាស់ជាងបាញ់ឆាវយើងដែលស្ដើងហ្នឹង pancake នេះវាក្រាស់ប៉ុណ្នេះនេះគឺ pancake អូខេគុនធាកថា How are you feeling all my friends How are you feeling all my friends តើអ្នកទាំងអស់គ្នាយ៉ាងម៉េចដែរមានអារម្មណ៍យ៉ាងណាដែរពួកម៉ាក់ទាំងអស់គ្នា How are you feeling all my friends នៅមីងសមីងគឺថា You are peaceful people You are peaceful people អ្នកទាំងអស់គ្នានឹងគឺមានសន្តិភាពស្ងៀមស្ងាត់អត់បង្ករឿង You are peaceful people You are a peaceful person មួយទៀតហ្នឹង You are a peaceful person អ្នកជាមនុស្សស្ងប់ស្ងាត់អ្នកជាមនុស្សដែលស្ងៀមស្ងាត់អត់បង្ករឿង You are a peaceful person មានច័ន្ទមនីក៏បន្ថែមទៀត We all smile so beautifully We all smile so beautifully យើងទាំងអស់គ្នាញញឹមបានស្រស់ស្អាតណាស់ We all smile so beautifully ឬ We all have beautiful smiles We all have beautiful smiles យើងទាំងអស់គ្នាមានការញញឹមដោយស្រស់ We all have beautiful smiles ឬ All our smiles look so beautiful All our smiles look so beautiful ការញញឹមរបស់យើងទាំងអស់គ្នានឹងមើលទៅស្អាតណាស់ All our smiles look so beautiful បងនារីក៏ថាឬបងសវណ្ណារីក៏ថា Hello everybody how are you Hello everybody នឹងសួស្តីអ្នកទាំងអស់គ្នា How are you សុខសប្បាយទេ How are you សុខសប្បាយទេមានកំហួតក៏ថា I feel nervous because the state is not giving CalFresh I feel nervous because the state is not giving CalFresh អូខេហ្នឹងគឺគាត់មានអារម្មណ៍ដូចផិតភ័យដោយសារតែរដ្ឋកាលីឈប់ឲ្យលុយជំនួយផ្នែកខាងម្ហូបអាហ្នឹងគេហៅថា CalFresh I feel nervous because the state is not giving CalFresh នៅមីងស៊ីថាគេថា Sunday I went to Chinatown with my friend Sunday ថ្ងៃអាទិត្យ I went ខ្ញុំបានទៅ Chinatown to Chinatown ទៅ Chinatown with ជាមួយ my friend my នឹងរបស់ខ្ញុំ friend ពួកម៉ាក់របស់ខ្ញុំ my friend Sunday I went to Chinatown with my friend ថ្ងៃអាទិត្យខ្ញុំបានទៅ Chinatown ជាមួយពួកម៉ាក់របស់ខ្ញុំឬ on Sunday I went with my friend to Chinatown on Sunday នៅថ្ងៃអាទិត្យ I went with my friend ខ្ញុំបានទៅជាមួយពួកម៉ាក់ខ្ញុំto Chinatown ទៅ Chinatown on Sunday I went with my friend to Chinatown ថ្ងៃអាទិត្យខ្ញុំបានទៅជាមួយពួកម៉ាក់ខ្ញុំទៅ Chinatown
អូខេប៉ុណ្្នឹងឯងឥឡូវខ្ញុំសូមឈប់មកវគ្គសិនហើយចាំខ្ញុំថតបន្តទៀតវគ្គទី2ផ្នែកខាង United States Citizenship Questions ឬសំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក. Bye bye